man đòi xa nè ná nhiều màu ta ri chầm ra để xa nè na ri chầm ra đòi xa bò để sát cầm buôn chầm phúc năng nhôm ra bị khổ nay ông bà sắc ông bà sẽ ca năng ai hay bị khổ nè ra bị khổ xong năng ai chỉ nè thôi sạc na ri chầm ra hay men ta bị khổ xong mối đấy phân sầm khăn ra bị khổ xong ông xa mà đây năng ai hay bà nhôm bà cao tà vót hay ớt bà cao xongอย่างmạch miền này thay nhôm ớt do chất tục đặt chỉ mùi lộtលោកខំតិចតួចចាប់ប្រើនិយាយដើមលោកតាគ្នាពីភូមិមួយទៅភូមិមួយមែននិយាយញ៉ាំអារឿងល្អរបស់លោកខំកសាងសក់ខ្លួនរាប់សិបឆ្នាំញាតិញោមអត់យកចិត្តទុកដាក់មើលសោះអត់ដែលនិយាយតគ្នាថាព្រះអង្គព្រះអង្គខលោកខំប្រឹងបួសហាត់ពុតលុតដាំខ្លួនលោកបានល្អតាំងពីក្មេងរហូតទល់គ្នាអាយុ30 40ហើយលោកធ្វើល្អតាំងពីដើមមិនដែលសូវនិយាយសោះតែបើលោកខុសឆ្គងអីមួយ3 4ឆ្នាំលិចលឺសូវរឿងមួយជាពិសេសវត្ថុនឹងទូរទស្សន៍បើវត្ថុនឹងទូរទស្សន៍អាត្មាទៅជួលប៉ុស្តិ៍គេផ្សាយណាញោមមួយខែ300-400បើវត្ថុពេលខ្លះវាលួចម៉ោងយើងទៀតយើងជួលវាផ្សាយសក់ផ្សាយសេចក្តីល្អសក់ផ្សាយការអប់រំដល់បរិស័ទសក់ផ្សាយការអប់រំបរិស័ទសក់ដូចជាអាត្មាធ្វើកម្មវិធីអប់រំពុកតនដិតកាលពីប្រហែលថ្ងៃមុនជួលប៉ុស្តិ៍ស៊ីតានជួលប៉ុស្តិ៍ហងមាសជួលប៉ុស្តិ៍ស៊ីតានហើយនឹងអាស៊ីអាគ្នេយ៍គេថាចាំថ្នាក់លើរហូតអត់ហ៊ានផ្សាយទេការអប់រំតើបើសិនជាផឹកស៊ីសៃញីអូនបងបើកម៉ោងណាក៏ឃើញដែរមែននិយាយហើយចឹងកូនយើងចង់ឈួតឬមិនចង់ឈួតវាត្រូវទៅពីព្រោះបើកមកវាឃើញទាំងអស់ហើយបើកទូរទស្សន៍វត្ថុលឺដល់ហ្នឹងឃើញដល់ហ្នឹងដល់ពេលដើរមកតាមផ្លូវរោងណាដែលមិនមានអានឈើឲ្យទៅតូបលក់មែននិយាយរោងណាអត់មានអានឈើរោងណាដែលមិនមានស្រាអង្គហើយនិយាយទៅអប់រំកូនឲ្យមិនស្រាតបើរបៀបហ្នឹងហើយស្ថាប័នផ្សេងអាត្មាមិនចង់និយាយទេមិនយកចិត្តទុកដាក់ក្នុងការអប់រំទេមិនឲ្យតម្លៃលើការអប់រំព្រោះអត់ឲ្យតម្លៃលើការអប់រំហើយសាសនារិចរិលទៅបានដោយសារញោមអត់បដោះសង្ឃអញ្ចឹងរឿងរបស់លោកល្អញាតិញោមអត់ខំប្រឹងបដោះលោកទេអត់ខំប្រឹងថែរក្សាលោកឲ្យលោកខំប្រឹងចេញទៅសិក្សារៀនសូត្រឲ្យមកវិញលើកស្ទួយលោកយ៉ាងនេះអីអត់សោះអត់ឲ្យតម្លៃអប់រំសោះតែបើលោកខុសអីទិញទួចណាមិនមែនតែញាតិញោមពុទ្ធបរិស័ទទេវត្ថុនឹងទូរទស្សន៍បើ3-4ឆ្នាំលោកណាបុគ្គលកខុសមួយមិនចាំបាច់ទៅជួលវាចាក់ទេវាទៅថតឲ្យចាក់ផ្សាយអត់អស់លុយក៏បានដែរឲ្យតែមានរឿងអាក្រក់មែននិយាយរឿងល្អអត់យកទៅផ្សាយទេតែបើលេចរឿងអាក្រក់វាមកថតផ្ទាល់ខ្លួនវាហើយវាយកទៅផ្សាយហ្មងអាហ្នឹងដែលយើងនៅតែជាខ្ញុំគេប្រជាពលរដ្ឋយើងអត់មានភាពរីកចម្រើនដោយសារតែតាំងពីថ្នាក់កំពូលមកឈឹមថ្នាក់ក្រោមមិនឲ្យតម្លៃលើការអប់រំអត់ចង់ឲ្យខ្មែរយើងចេះដឹងអត់ចង់ឲ្យខ្មែរយើងរីកចម្រើនចឹងញោមរក្សាពុទ្ធសាសនារបស់យើងបើចង់ឲ្យពុទ្ធសាសនារីកចម្រើនញោមតតែថែប្រសង់ផង